ឥឡូវនេះយើងមកដឹងពីរបៀបនៃការចុចឈ្មោះប្រើ website អញ្ចឹងយើងចូលទៅដល់ practice យើងវាយត្រូវទៅណានេះវាយត្រូវអញ្ចឹងទៅ practice.avoicloud.store យើង enter ទៅទូរស័ព្ទដៃនៅក្នុងកុំព្យូទ័រវាស្តៀងគ្នាទេ interface យើងចុចពាក្យ start chat ក៏បាន try demo ក៏បានឬក៏ start now ក៏បានខ្ញុំចុចពាក្យ start chat now នៅពេលចូលដំបូងទៅវាឲ្យយើង sign in តែយើងអត់មាន account ទេយើងបង្កើត account មួយទៅណា create a new account នេះយើងដាក់ឈ្មោះទៅឧទាហរណ៍ថាឈ្មោះ Ladi អញ្ចឹងទៅនេះដាក់ចឹងដែរមកហើយតោះទៀត password អញ្ចឹង password ខ្ញុំដាក់ពី1ដល់8អាក្រោមក៏ដូចគ្នាដែរពីនឹងវាយ password ដូចគ្នា create account អញ្ចឹងកាលណា create account ហើយយើងត្រូវ sign in អញ្ចឹងកន្លែងនេះនៅពេលយើងចុចឈ្មោះដំបូងគឺត្រូវតែ approve by admin អញ្ចឹងខ្ញុំនឹងបើក user នឹងមួយអញ្ចឹងឥឡូវនេះខ្ញុំបើកហើយយើង log in ម្ដងទៀតខុសនេះចូលហើយអញ្ចឹងអ្នកនរគ្នាដល់ពេលដែល sign in account ឬក៏ sign up account ហ្នឹងគឺត្រូវតែតាក់ទងមកខ្ញុំដើម្បីខ្ញុំបើកឲ្យអញ្ចឹងណា